ហើយទឹកហៅគ្រឿងផ្សំមានដូចជាការ៉ុតក្រកគោឈូកទឹកខ្មៅនេះតែទិញខុសអានេះគេទិញយ៉ាងមូលដែរទៅនេះទឹកទឹកដាវហើយជាសាច់ជ្រូកទាំងទុកសិនត្រាំឥឡូវពងមាន់សិនពងមាន់សិនហើយអត់ងុយចាំទៅគឺសំគោលមានកម្លាំងរបស់វាសំតែផ្សេងទៀតដូចជាត្រីល្ងត្រីចំអីចឹងទៅអអីចឹងទៅបកសំត្រីសំបកសំជាបានយើងសំចូលគ្នាចាំធ្វើភាសាចាំតាក់ឲ្យមកដល់មកថយអត់ទៅដាក់ស្រួយចាំធ្វើភាសាទៀតតែប៉ុណ្ណឹងតាមទឹកឈូកនេះស្ងោសំប្រាំល្មៀតប្រាំហើយបានយកមកស្ងោប្រាំល្មៀតទៅយកមកស្ងោវាទៅខាងថយស្រស់មានតិចតើបកណ្ដាលស្រស់ស្មើតែលើមានដីទៅសក់គ្នាអត់តែអត់ទៅស្អាតទៅមានអត់ស្អីឲ្យដាក់ទៅត្រូវមានប្រសិទ្ធភាពមានដូចជាសឹកមានប្រវត្តិមានអីចឹងហូបសបាយយើងកាន់ចូលគ្នាដែរតាមហើយយើងកាន់ចូលគ្នាមកប៉ុន្តែតំបន់តាមគ្រួសារមួយទេខ្លះក៏គេដាក់ក្រៅដែរហូបសបាយដាក់កាន់ចូលទៅក្នុងទេខ្ញុំកាន់ចូលចឹងណាចង់ដឹងមើលថាការកាន់ចូលនិងដាក់ក្រៅហ្នឹងវាធ្វើរឿងយ៉ាងម៉េចចំតែខ្ញុំលាយរួចហើយផ្លេចបង្ហាញបងប្អូនមានទឹកសាអ៊ីវមានត្រីល្ងហើយនឹងខ្នុរដាក់រួចហើយបាទបង្ហាញឈ្ងុយទៅគ្រឿងចាស់ហ្នឹងមិនមែនស្ករអីទេខ្ញុំអត់ដាក់អីអត់សូវប្រើស្ករទេគ្រឿងចាស់ហ្នឹងដូចជាសាច់ដូចជាអីផ្សេងចឹងនេះអីគេដាក់ទួចផុតតែនេះយើងធ្វើគ្រប់ខ្លួនឯងដាក់ឲ្យច្រើនទៅព្រោះអាហ្នឹងក៏វាបង្កើតរសជាតិដែរជួយចាហើយនឹងដាក់គ្រាក្រហមហើយមកគ្រាប់ពីគ្រាប់ដើម្បីយកជាតិផ្អែមខ្លះ
ក្នុងឆ្នាំងទៅអត់ទៀតបីដាក់ក្នុងឆ្នាំងនេះចំហុយសាច់ហើយយើងដាក់ទឹកតិចតិចទៅឲ្យវាងាស់ក្នុងនឹងតាមពិតគេចំហុយឡើងសឹងទេគេជឿថាយកមកម្នាក់ហ្នឹងហើយតែខ្ញុំអត់ចំហុយឡើងសឹងទេដោយសារយើងមានណែផ្ទះនេះហើយទៅឆ្នាំងនេះឆ្នាំងក្រាស់ទេក្រាស់ចំហុយមកហើយពួកអីបងវាចាំមកហើយកូនចៅចូលចិត្តញ៉ាំស្រូបលេងអញ្ចឹងបាយត្រូវមកទៅបាត់ទឹកតិចតិចទៅវាមកហើយគ្រប់វាណាគ្រប់វាហើយទុកប្រហែល1នាទីក្រោក1នាទីប្រហែលជាបើសិនជាយើងយកផុយប្រហែលជា5-10នាទីទៅ20នាទីហ្នឹងបានហើយល្មមលើគេងុំប៉ុណ្ណឹងយើងចាក់អូលីវទៀតតែគាត់ណាខ្ញុំអស់អូលីវទៅលេ